Bah, ok,សួស្តីបងប្អូនអរគ្នាជួបជាមួយខ្ញុំនៅក្នុងការ analyze សារជាថ្មីសម្រាប់ថ្ងៃនេះអញ្ចឹងទីផ្សារនេះតម្រង់4ម៉ោងបងប្អូនឃើញណាហ្នឹងនេះ time frame 4ម៉ោងហ្នឹងហើយមុនហ្នឹងយើងកំពុងតែរៀបចំការ analyze ឥឡូវឃើញតែទីផ្សារធ្លាក់មកឆ្ងាយមែនតើតាំងពីចិត្តរហូតដល់40អញ្ចឹងច្រើនលេខដែរបងប្អូនហ្នឹងហើយអញ្ចឹងយើងមើលទៅលើ time frame តូចទៅនេះ time frame 4ម៉ោងបងប្អូនអាចរងចាំបាយនៅ resistance នេះមួយហើយ sell នៅ support ហ្នឹងបងប្អូនឃើញណាហើយទីផ្សារមាសបានដូរលំហទៅជា uptrend វិញហើយបងប្អូនឃើញ break trend line នេះអញ្ចឹងយើងក៏លេខទៅមើល time frame 1ម៉ោងហ្នឹងហើយ time frame 1ម៉ោង time frame 1ម៉ោងឃើញថាទីផ្សារនេះគឺមាន trend មួយបងប្អូននេះឃើញ trend នេះវាដាក់ក្នុង trend នេះ trend up បងប្អូនអាចគូសមួយមកចាប់វាមួយមកមួយចឹងមិនយកមួយទៀតមកនេះសម្រាប់យើងរកឡើងបាយនឹងកន្លែង sell ហ្នឹងហើយចាប់ trend ចឹងមកអូខេអញ្ចឹងបងប្អូនឃើញ trend មួយហីនេះបច្ចុប្បន្ននេះកំពុងតែធ្លាក់មកនេះធ្លាក់មកឆ្ងាយមែនតើអញ្ចឹងបងប្អូនចង់បាយអាចរងចាំបាយនៅបើប៉ះ trend line របស់យើងអាចបាយមួយទៅហ្នឹងហើយទំនេរអីអាចបាយបានហើយកន្លែងនេះគឺបងប្អូនឃើញ FVG មួយដែរ1ម៉ោងហ្នឹងហើយចុះបងប្អូនអាចបាយនៅកន្លែងហ្នឹងបានហើយ SL នៅក្រោមហ្នឹងទៅមានអី SL យើងខ្លីដែរហើយមាននេះគោលដៅរបស់មាសគឺខ្ញុំគិតថានឹងធ្វើការឡើងទៀតបន្តនៅក្នុងការឡើងទៀតហ្នឹងហើយចឹងសម្រាប់ time frame 1ម៉ោងបងប្អូនអាចរកឡើងបាយទៅលើវិញបាននៅតម្លៃនេះហើយ SL អាចក្រោម trend របស់យើងបន្តិចទៅហ្នឹងហើយកន្លែងនេះគឺ FVG មួយដែរហ្នឹងហើយវាមកប៉ះ FVG ហើយហ្នឹងហើយចឹងបើ break នៅ FVG មួយហ្នឹងបងប្អូនអាចរងចាំបាយនៅតម្លៃមួយតង់ទៀតនេះបងប្អូននេះកលេចមកខាងនេះឃើញចាំបាយនៅតម្លៃហ្នឹងមួយតង់ទៀតបើ break FVG បើ break មួយនេះ break FVG ជាមួយ break FVG ទីពីរ break trend line ហ្នឹងហើយអញ្ចឹងបងប្អូនអាចរងចាំបាយនៅតម្លៃហ្នឹងតម្លៃនេះបានផ្សារមកដល់តម្លៃនេះបងប្អូនរងចាំមើលថាមាន confirm នៅគោលណាមួយដែលអាចគិតថា confirm នឹងផ្សារនឹងឡើងវិញបងប្អូនអាចរងចាំបាយទៅរងចាំមើលបកគោដែរមិនមែនថាដល់តម្លៃនេះយើងបាយទៅទាំងម្ដងទេនឹងរងចាំមើលបកគោ confirm ណាមួយដូចនៅកន្លែងនេះអញ្ចឹងកន្លែងនេះ time frame 1ម៉ោងគឺយើង trend line គឺប៉ះធ្លាក់មកវិញបងប្អូនគឺជាស្ដេចហ្នឹងហើយអញ្ចឹងសម្រាប់យប់នេះយើងមានព័ត៌មានដែរបងប្អូនយើងក៏លេខទៅមើលព័ត៌មានដែរយប់នេះយើងមានព័ត៌មាននៅម៉ោង7:30នាទី call CPI ហ្នឹងហើយ unemployment claim អញ្ចឹងបងប្អូនចាំមើលយប់នេះថាទីផ្សារនឹងអាចនឹងឡើងឬក៏ចុះនៅតម្លៃណាយើងចាំមើលនៅព័ត៌មានជាក់ស្ដែងហើយសម្រាប់ការបាយឬក៏ចាំបាយឬក៏ចាំ sell បងប្អូនអាចរងចាំនៅតម្លៃនេះបាននេះស្ថិតនៅក្នុងតម្លៃដែលយើងរងចាំស៊ូនធំបំផុតស៊ូនធំដែលយើងរងចាំគេថាសប្តាហ៍នេះមាសអាចនឹងធ្វើការប៉ះនៅតម្លៃ2ហ្នឹងបងប្អូនគេថាប៉ះមួយណាមុនsupport គឺឬក៏ resistance អញ្ចឹងសម្រាប់បងប្អូនដែលចង់បាយឥឡូវអាចបាយបានណាប៉ះ FVG មួយបាយមកបាយខ្លីៗមកឬក៏អាច swing ក៏បានដែរនេះបងប្អូនចូលតំណែងមក GP TP យក5 10លេខអីបានហ្នឹង15លេខ SL បាន6លេខនេះ SL 6លេខប៉ុណ្ណឹងគេថាគួរសមហើយបងប្អូនអាចចូលតំណែងក៏បានដែរឬក៏បងប្អូនអាច swing hold មកដល់តម្លៃចាស់ឬក៏ពេលចូលបាយហើយចំណេញហើយអាច cut SL ឬក៏ lock SL ទៅបន្តនៅក្នុងការ hold តទៀតអញ្ចឹងណាចាំពេលមិញកាត់ហ្នឹងមិញអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនអាចរកកន្លែងបាយទៅបន្តទៀតនឹងគេថាមាននេះអាចនឹងបន្តការឡើងទៀតហ្នឹងហើយនេះបងប្អូនឃើញកន្លែងនេះបងប្អូនឃើញកន្លែងសិតតែកន្លែងដែលយើងរងចាំស្ទើរកន្លែងយើងរងចាំ
ទី1 ទី2 ទី3ទី3ណាយើងចាំមើលថាអាចនឹងកើតនៅតម្លៃទី4ទេបងប្អូនទី4នេះគេថានៅទំនឹងទី4ទំនឹងចុះអញ្ចឹងយើងរកចាំមើលទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណឹងជួបគ្នានៅការ analyze របស់ខ្ញុំនៅវីដេអូក្រោយបាយបាយ